ទាំងអស់គ្នាធ្លាប់ឆ្លោះគ្នាជាមួយនឹងពួកម៉ាក់រឿងមើលម៉ាប់អត់ខ្ញុំជឿថាអ្នកទាំងអស់គ្នាមកជីវិតច្បាស់ជាធ្លាប់មានម្ដងហើយគឺអ្នកទាំងអស់គ្នាជាអ្នកបើកម៉ូតូហើយពួកម៉ាក់របស់អ្នកទាំងអស់គ្នានឹងគាត់គឺជាអ្នកមើលម៉ាប់ហើយបើគាត់ប្រាប់ឲ្យយើងបត់ឆ្វេងគឺយើងត្រូវទៅបត់ឆ្វេងតាមគាត់តែម្ដងសម្រាប់រឿងហ្នឹងមករ៉ាក់គាត់ប្រាប់ថាចេះកាលពីខ្ទង់មួយខែមុនហ្នឹងគឺគាត់បានទៅខេត្តជាមួយនឹងពួកម៉ាក់គាត់ទៅតែ2នាក់ទេហើយទៅហ្នឹងគឺមិនទៅដើរលេងទៅការគេអញ្ចឹងគាត់ចេញដំណើរពីពេញទៅគឺខ្ទង់ម៉ោង5ល្ងាចហើយទម្រាំទៅដល់ខេត្តដែលគាត់ទៅហ្នឹងទាំងអស់គ្នាគឺជាជិត3ម៉ោងអញ្ចឹងនៅពេលដែលគាត់ថាទៅដល់នឹងភ្លាមគាត់បានទៅកេងផ្ទះកាយណាគឺគាត់ទៅកេងនៅរីសតដែលគាត់បានកក់គេទុកប៉ុន្តែនៅពេលដែលគាត់ថានៅពេលដែលគាត់ជិះទៅគឺគាត់វែងផ្លូវកាត់ចូលអញ្ចឹងគាត់ឲ្យពួកម៉ាក់គាត់នឹងចូលមើល map ដែលខាងរីសតគេផ្សាយគាត់ណាហើយពួកម៉ាក់គាត់បានមើលមែនគាត់ថាពួកម៉ាក់គាត់ម្នាក់ហ្នឹងគឺជាមនុស្សដែលខ្ជិលហ្មងតាំងពីចេញពីពេញទៅដល់ខែទៅទាំងអស់គ្នាគឺគាត់ដេករហូតអញ្ចឹងនៅពេលដាស់ឲ្យគាត់មើល map គឺគាត់មើលមែនគាត់មើលភ្លាមគាត់ប្រាប់ឲ្យបងរ៉ាក់ហ្នឹងបាត់ទៅឆ្វេងទៅគឺដល់រីសតហ្នឹងហើយបងរ៉ាក់ដោយសារដឹងថាម្នាក់ហ្នឹងគាត់អត់សូវស្គាល់ឆ្វេងស្ដាំទេក៏សួរបញ្ជាក់ពីម្ដងថាហើយច្បាស់អត់ហើយច្បាស់ថាច្បាត់ឆ្វេងអត់ហើយរបៀបគាត់ចង់ឈ្នះបងហ្នឹងដែរបងហ្នឹងថាអញច្បាស់បើអញនិយាយខុសឆ្វេងស្ដាំអញឲ្យហែងយកជើងធាក់អញរបៀបអញ្ចឹងពួកម៉ែគាត់និយាយអញ្ចឹងវិញដោយសារតែលើពួកម៉ាក់គាត់និយាយអញ្ចឹងគាត់ក៏បានមើល map តដែរហើយពួកម៉ាក់គាត់ទាំងអស់គ្នាគាត់ក៏បានមើល map តទៅដែរណាគាត់ដេកបន្តទៀតបិទទូរស័ព្ទហើយគាត់បត់ឆ្វេងទៅនៅពេលដែលបត់ឆ្វេងទៅគាត់ថាជាយូរទៅផ្លូវកាន់តូចទៅរបៀបដូចផ្លូវអាទិសគោទាំងអស់គ្នាគឺផ្លូវអាទិសគោហើយព្រៃសងខាងឡើងស្ងាត់ជ្រាបហ្មងគាត់ថាជិះយូរទៅគឺអត់មានមនុស្សអត់មានឡានអត់មានម៉ូតូឲ្យឆ្លងកាត់ទៅបីបន្តិចគាត់ក៏ងាកទៅសួរពួកម៉ាក់គាត់បន្ថែមថាហែងមើល map មើលចដល់នៅហើយពួកម៉ាក់គាត់ហ្នឹងទាំងអស់គឺដេកលក់បាត់ហើយបងរ៉ាក់ហ្នឹងគាត់ដេកផងអីផងតម្រាំវាភ្ញាក់ហើយគាត់ក៏ប្រាប់ដែរថាវាមើលបន្តទៅក៏វាប្រាប់ដែរថាចូលមកខុសហើយហ្នឹងយើងជិះចូលហួសឡើង3គីឡូអីហ្នឹងគឺបែនផ្លូវហ្នឹងហងគេបត់ទៅម្ខាងទៀតសោះហើយបងរ៉ាក់ក៏គាត់ហួសចិត្តត្រង់ថាគាត់ដឹងថាត្រូវនិយាយថាមិនមួយពួកម៉ាក់គាត់ម្នាក់ហ្នឹងដោយសារតែជិះហួសហើយអញ្ចឹងគាត់ក៏ត្រូវបកក្រោយត្រឡប់ទៅក្រោយវិញប៉ុន្តែនៅពេលដែលគាត់បកក្រោយជិះត្រឡប់ទៅវិញទាំងអស់គ្នាគឺរកផ្លូវលេងឃើញគាត់ថារកផ្លូវចេញលេងឃើញហ្មងហើយគាត់ត្រូវជិះបន្តទៅមុខទៀតគាត់គិតថាជិះទៅមុខទៀតទៅអាចនឹងមានផ្លូវច្រកចេញទៅម្ខាងទៀតប៉ុន្តែនៅពេលដែលគាត់ជិះទៅកាន់តែយូរទាំងអស់គ្នាគាត់ឃើញអីគឺគាត់ឃើញយាយចាស់ម្នាក់បដៅកង់ដែលនៅក្នុងរបៀបនៅខាងក្រោយកង់គាត់នឹងគឺមានកត្រកមួយដូចលក់របស់អញ្ចឹងគាត់ដើរទៅអញ្ចឹងទៅបងរ៉ាក់គាត់ឈប់ឡានគាត់ឈប់របៀបជិះឡានតិចតាមហើយសួរថាយាយនៅខាងមុខមានផ្លូវចេញអត់យាយនឹងគាត់ឆ្លើយទេហើយយាយនឹងអោនមុខចេះគាត់អត់បានឃើញមុខយាយនឹងច្បាស់ហើយណាគឺយាយនឹងអោនមុខឲ្យបដៅកង់ទៅមុខទៀតហើយបងរ៉ាក់នឹងគាត់ថាចេះរបៀបគាត់គិតថានឹងមានបំណងល្អព្យាយាមបើកហ្វាឡានដើម្បីឲ្យយាយបានដើរទៅស្រួលណាប៉ុន្តែយាយអត់ព្រមងាកមើលគាត់សោះអញ្ចឹងហើយគាត់ត្រូវរកផ្លូវចេញផងគាត់ក៏ជិះបន្តទៅមុខទៀតនៅពេលដែលគាត់ជិះបន្តទៅមុខទៀតទាំងអស់គ្នាគឺគាត់ឃើញយាយនឹងបដៅកង់ទៀតយាយដដែលនឹងបដៅកង់ទៀតជិះទៅមុខទៀតគឺឃើញយាយនឹងបដៅកង់ម្ដងទៀតបានគាត់ចាប់ដើមច្បាស់ថាខ្មោចនាំឲ្យគាត់វិញព្រោះអីផ្លូវវាមិនតែជាមួយថ្ងៃរកផ្លូវចេញសោះហ្មងគាត់យូរទៅគាត់លេងចោតទៅលើពួកម៉ាក់គាត់ណាគាត់ចោតថាខ្មោចនាំផ្លូវវិញអាហ្នឹងគឺជាអីដែលគាត់ប្រាប់ហើយគាត់ថានៅពេលដែលគាត់ជិះទៅបន្តទៅមុខទៀតទាំងអស់គ្នាគឺគាត់បានឃើញសឹកភ្នោរបៀបឃើញភ្នោមកជួច្រើនមែនតើគឺនៅតាមផ្លូវហ្នឹងហើយនៅពេលដែលគាត់ជិះបន្តទៅមុខគឺនៅតាមមុខភ្នោហ្នឹងមួយហ្មងគឺឃើញមានមនុស្សប្រុសមនុស្សស្រីអង្គុយនៅមុខភ្នោហ្នឹងមួយហើយការស្លៀកពាក់របស់គេទាំងអស់គ្នាគឺពាក់ពណ៌ខ្មៅអង្គុយនៅតាមភ្នោមួយហ្មងហើយនៅពេលដែលភ្លើងហ្វាចាំងទៅលើពួកគាត់ពួកអ្នកដែលអង្គុយមុខភ្នោនឹងងាកមកគាត់ថាបងរ៉ាក់ថានៅពេលដែលងាកមកម្នាក់ទាំងអស់គ្នាគឺភ្នែកស្លើមើលមកស្លក់មកឡានពួកគាត់គឺស្លក់មកគ្រប់គ្នាហ្មងហើយគាត់ឃើញប៉ុណ្ណឹងបងរ៉ាក់ងាកទៅនិយាយមួយពួកម៉ាក់គាត់សួរថាហើយមានឃើញដូចអញអត់ប៉ុន្តែមិនបាច់ចាំចម្លើយទាំងអស់គ្នាគឺពួកម៉ាក់គាត់នឹងបិទភ្នែកឲ្យស្រែកច្រៀងតាមចម្រៀងដែលគាត់ចាក់នៅក្នុងឡានហ្នឹងគាត់ព្យាយាមអត់ស្ដាប់សំណួរដែលបងរ៉ាក់សួរទេដោយសារតែគាត់ក៏បានឃើញដូចគ្នាហើយគាត់ក៏ហ៊ាននិយាយគាត់ព្យាយាមនៅឈៀងប្រឡប់ឈៀងអីចឹងណាហើយបងរ៉ាក់គាត់ឃើញពួកម៉ាក់គាត់អញ្ចឹងគាត់ក៏អត់សួរនាំដែរគាត់ថាពួកគាត់ជួបដូចគ្នាអញ្ចឹងអត់អីយ៉ាងណាក៏មានគ្នា2នាក់ដែរគាត់ក៏ជិះឡានបន្តទៅមុខទៀតប៉ុន្តែទាំងអស់គ្នាគាត់ថានៅពេលដែលជិះបន្តទៅខាងមុខទៀតនៅលើដើមឈើគឺគាត់ឃើញមានកូនក្មេងអង្គុយលើដើមឈើហ្នឹងហើយ
លោតចុះមកក្រោមគាត់ឃើញក្មេងនឹងលោតចុះមកក្រោមរបៀបអញ្ចឹងហើយបន្ទាប់មកវាឡើងដើមឈើនឹងវិញដល់ពេលជិះទៅខាងមុខទៀតគឺឃើញម្នាក់មនុស្សស្រីទាំងអស់គ្នាមនុស្សស្រីពាក់ឈុតខ្មៅសក់វែងឡាយតម្លាក់ចុះមកហើយមើលមកឡានគាត់ថាម្នាក់ស្រីហ្នឹងទាំងអស់គ្នាមុខគេអត់ធ្វើឲ្យមានឈាមមានអីគឺមុខគេធម្មតាប៉ុន្តែភ្នែកបើកធំមើលមកឡានគាត់អញ្ចឹងណាហើយនៅពេលដែលជិះទៅមុខទៀតឃើញម្នាក់នោះទៅគឺលៀនដាតតម្លាក់ចុះមកដីលុបចុះមកដីដល់ពេលដែរទៅមុខខាងមុខទៀតគឺឃើញរបៀបគេអំពេកូនលើដើមហ្នឹងហ្មងនៅលើដើមឈើហ្នឹងហ្មងគឺគាត់ឃើញច្បាស់មែនតើហ្មងហើយគាត់ថាពេលហ្នឹងគាត់ទុនដៃទុនជើងហើយប៉ុន្តែបើគាត់ឈប់ឡាននៅកន្លែងហ្នឹងអត់ជិះទៅមុខទៀតហើយចោះបើសិនជាខ្មោចទាំងអស់ហ្នឹងមកធ្វើអីគាត់តើមានរឿងអីកើតឡើងរបៀបអញ្ចឹងគាត់ក៏ព្យាយាមបើកបន្តទៅមុខទៀតប៉ុន្តែនៅពេលដែលគាត់បើកបន្តទៅខាងមុខទៀតគឺគាត់ឃើញយាយហ្នឹងប៉ុន្តែម្ដងហ្នឹងគាត់ឃើញយាយហ្នឹងបដើនៅខាងគៀនណាគឺយាយហ្នឹងឈប់នៅមុខផ្លូវហ្នឹងហ្មងឈប់នៅលើផ្លូវមុខឡានគាត់ហ្នឹងហ្មងហើយយាយហ្នឹងងើបមុខមកមើលគាត់មានភ្នែកយាយទាំងអស់គ្នាហើយដាតគាត់ធ្លាក់របៀបដាតគាត់ធ្លាក់ចុះមកឡើងដាច់ចកេះមកគាត់ថាគាត់ឃើញប៉ុណ្ណឹងគឺដៃជើងគាត់គឺទន់មែនតើហើយបើមើលពួកម៉ាក់គាត់ផងណាគឺស្ងំដេកបាត់ហើយគឺស្ងំដេកទាំងញ័រខ្លួនហ្មងពួកម៉ែគាត់ស្ងំដេកទាំងញ័រខ្លួនតែម្ដងហើយពេលនឹងកំណត់ដែលគាត់នឹកឃើញមួយទាំងអស់គ្នាគឺគាត់ search YouTube search YouTube ចូលធរប៉ុន្តែគាត់ថាសំណាងចៃដន្យពេលហ្នឹងអ៊ីនធឺណិតដើរបានធម្មតាអញ្ចឹងគាត់បើកកន្លែងធរបើកធររងាប់ចិត្តបើកធរបល័យបើកអីផ្សេងៗទៅគឺបើកធរពេញនៅក្នុងឡានហើយអញ្ចឹងទៅហើយគាត់ក៏និយាយថាចេះបើសិនជាជួយធ្វើឲ្យខ្ញុំនឹងរកផ្លូវចេញទៅវិញឃើញខ្ញុំនឹងធ្វើបន់ឧទ្ទិសកុសលឲ្យហើយខ្ញុំនឹងរបៀបខ្ញុំនឹងធ្វើបន់អីចឹងណារបៀបអញ្ចឹងណាគាត់ថានៅពេលជិះទៅមុខទៀតទៅក៏ឃើញផ្ទះគេមួយឃើញមានផ្ទះគេនៅមួយហើយនៅពេលឈប់សួរគេទៅគេក៏ប្រាប់ដែរថាបងឯងជិះវិញមកចូលព្រៃខ្មោចអីបងឯងជិះចូលវិញព្រៃខ្មោចអញ្ចឹងបើបងឯងជិះទៅត្រង់ទៀតវារៀងឆ្ងាយតែបើបាត់ទៅក្រោយវិញលឿនប៉ុន្តែបងឯងអាចនឹងវិញម្ដងទៀតអញ្ចឹងជិះទៅមុខទៅអញ្ចឹងគាត់ថាគាត់ជិះទៅមុខហើយគាត់បានសួរគេបញ្ជាក់ទៀតថាធ្លាប់មានអ្នកវិញមកនឹងអត់ម្នាក់មួយដែលជាម្ចាស់ផ្ទះហ្មងគាត់ថាមានគេវិញតញឹកហ្នឹងគឺវិញហើយបងឯងបាច់ប្រាប់ខ្ញុំបាច់ប្រាប់គាត់បងឯងដឹងដែរថាស្អីធ្វើឲ្យវិញខ្ញុំហ្នឹងហើយទាំងអស់គ្នាហើយមកគាត់ថានៅពេលដែលគាត់ចេញពីនឹងផុតក៏គាត់បានធ្វើគ្រប់តាមពាក្យសម្ដីដែលគាត់បាននិយាយនឹងដែរហ្នឹងហើយទាំងអស់គ្នារឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើអ្នកទាំងអស់គ្នាមានរឿងចែកចម្លែកអាចធ្វើការឆាតមកក្នុង account IG របស់ខ្ញុំបានហើយកុំភ្លេចតាមដានទស្សនារឿងពូក្មេងជាទីស្រឡាញ់និងរឿងចិត្តពីរនៅលើទូរទស្សន៍បាយ័នទាំងអស់គ្នាណាបាយបាយ